បងប្អូនអរគ្នាថ្ងៃនេះយើងមកសិក្សាមេរៀនមួយទាក់ទងនឹងមេរៀនពុធាមេរៀនចំពោះទី1ចំពោះទី1ពុធាមេរៀនទី1ពុធាត្រង់ចំណុចវិធីបូកដកឯកវិធាបាទដើម្បីបូកដកឯកវិធាលុះត្រាតែឯកវិធានេះជាឯកវិធាដូចគ្នាអញ្ចឹងថ្ងៃនេះយើងយកមេរៀនទាក់ទងវិធីបូកដកឯកវិធាអញ្ចឹងវាជាឯកវិធាដូចគ្នាជាងមើលលំហាត់ទី1នេះគណនាកំសោមខាងក្រោមនេះ a ធំស្មើនឹង a តូចបូក 2a បូក 3a បាទអញ្ចឹងមានន័យថាលំហាត់ a របស់យើងនេះគឺជាឯកវិធាដូចគ្នាដើម្បីបូកឬដកឯកវិធាដូចគ្នាយើងគ្រាន់តែផ្ដុំលេខមេគុណនៃតួរបស់ឯកវិធាមួយបាទអញ្ចឹងមកខាងពេលយើងទៅដោះស្រាយដល់គ្នាដោយរក្សាផ្នែកអថេវាឲ្យនៅដែរបាទអញ្ចឹង a ធំនេះស្មើនឹង a តូចបូក 2a បូក 3a នៅក្នុងតួទី1នេះគឺវាមានមេគុណ1តែក៏ដាក់ទៅបាទ a បូក 2a បូក 3a វាស្មើនឹង1គុណនឹង a 1គុណ a បាន a នេះស្មើនឹង2គុណ a ស្មើនឹង3គុណនឹង a អញ្ចឹងយើងគ្រាន់តែផ្ដុំលេខមេគុណពីមុខនៃអថេនីមួយនៃតួទី1ទី2ទី3នេះផ្ដុំដោតវាក្នុងវងកញ្ចក់មកហើយដាក់អថេនៅខាងក្រៅនៅក្នុងនេះ1បូក2បូក3ទាំងអស់វាស្មើនឹង6យកលទ្ធផលនៃលេខមេគុណនៃតួមួយទាំងអស់ហ្នឹងយកទៅគុណនឹងផ្នែកអថេអញ្ចឹងយើងបានចម្លើយវាគឺ a ស្មើនឹង 6a បាទឥឡូវយើងបន្តទៅដល់លំហាត់ b នេះគឺស្មើនឹង 6x ការ៉េដក 2x ការ៉េដក 3x ការ៉េយើងមើលផ្នែកអថេមួយមានតែការ៉េវាស្មើនឹង x ការ៉េនេះក៏ស្មើនឹង x ការ៉េនេះស្មើ x ការ៉េអញ្ចឹងមានន័យថាវាជាឯកវិធាដូចគ្នាអញ្ចឹងយើងគ្រាន់តែផ្ដោតឬក៏ផ្ដុំលេខមេគុណនៃតួនីមួយមកអញ្ចឹងវាស្មើនឹង6គុណ x ការ៉េស្មើនឹងដក2គុណ x ការ៉េស្មើនឹងដក3គុណ x ការ៉េយើងចាប់ផ្ដោតលេខមេគុណទាំងអស់ទាំង3តួនេះដាក់ក្នុងវងកញ្ចក់ទី1ហើយរក្សាអថេនៅផ្នែកខាងក្រៅវងកញ្ចក់វាស្មើនឹង6ដក2ដក3 6ដក2នៅសល់4 4ដក3នៅសល់11អញ្ចឹងវាស្មើនឹង1xការ៉េអញ្ចឹងមេគុណ1នេះយើងមិនបាច់ដាក់តែបើសិនជាមេគុណវាអវិជ្ជមានដក1យើងត្រូវដាក់សញ្ញាដកនៅពីមុខវាអញ្ចឹងដូចនេះចម្លើយ b របស់វាស្មើនឹង x ការ៉េអញ្ចឹងយើងនៅសល់លំហាត់ c d e f នេះបាទបងប្អូនអាចយកទៅរៀនធ្វើបាន